tiêu mì cha lột cha nó có chia hai chấm bông này đấy vì copy hai sầm run cho bông bông score hai sầm run này mình lại khác hai sầm run hai sầm run mình được chuyên nông của chop nhé nông chop nó khai thác hai sầm runต่อมามีอะไรទៀតสำหรับมีโดยชี้ดำโลงបំពងណា大家好，欢迎来到បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel មីយ៉ាន Official ថ្ងៃនេះមីយ៉ាន Official សូមលើកយកមេរៀនបន្តទៀតទាក់ទងជាមួយនឹង临时បាទ临时យើងបកទៅជាភាសាខ្មែរថាអាហារសម្រន់អញ្ចឹងអាហារសម្រន់ភាគទី2ណាអញ្ចឹងយើងចង់ដឹងថាតើនៅក្នុងភាគទី2ទាក់ទងជាមួយនឹងអាហារសម្រន់ហ្នឹងមានអត្ថន័យយ៉ាងណានោះបងប្អូនចូលទៅរៀនជាមួយលោកសឿទាំងអស់គ្នាតែមុននឹងចូលទៅដល់ការរៀនពីអានឹងអត្ថបទមេរៀនសន្ទនាលោកសឿសូមឲ្យបងប្អូនជួយចុច like share ជួយចុច subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពីមេអាន Official បាទអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅរៀនពាក្យហើយនឹងអត្ថបទមេរៀនសន្ទនាជាមួយលោកសឿទាំងអស់គ្នាទៅ去吧汉语词汇汉语词汇汉语词汇យើងបកថាពាក្យកន្លឹះភាសាចិនណាពាក្យកន្លឹះភាសាចិន汉语词汇OK ចឹងពាក្យទី1汽水汽水យើងបកថាទឹកក្រូចណាទឹកក្រូច就是汽水糖果បកថាស្ករគ្រាប់ណាស្ករគ្រាប់就是糖果牙齿យើងបកថាធ្មេញ牙齿យើងបកថាធ្មេញបងប្អូនស្គាល់ធ្មេញទេ从小បកថាការពីតូច就是从小零食បកថាអាហារសម្រន់ភាសាចិនអានថា零食អញ្ចឹងបងប្អូនបានរៀនពីចំណងជើងហើយហើយចំណងជើងរបស់យើងបានដាក់ចំណងជើងថា零食អាហារសម្រន់ភាគទី2ណាចឹងឥឡូវយើងចូលមកដល់ពាក្យរបស់យើងលោកសឿក៏លើកយកពាក្យហ្នឹងយកមកបង្រៀនបងប្អូនម្ដងទៀតចឹងយើងចូលដល់ទី6ចឹងឆានចឹងឆាន是什么呢ចឹងឆានយើងបកថាអាហារចម្បងចឹងបងប្អូនស្គាល់អាហារចម្បងមានអីខ្លះទៅអាហារចម្បងដែលភាសាចិនអានថាចឹងឆានដែលយើងបកប្រែភាសាខ្មែរថាអាហារចម្បងវាមានដូចជាបាយណាបាយម្ហូបអាហ្នឹងជាអាហារចម្បងមួយហើយបន្តមកទៀតអីគេដូចកាទៀវណាមីឆាលតឆាអាហ្នឹងក៏ជាអាហារចម្បងដែរដែលវាខុសពីអាហារសម្រន់ចឹងបងប្អូនស្គាល់អាហារសម្រន់ហ្នឹងមានអីខ្លះអាហារសម្រន់មានដូចជានំកញ្ចប់ណានំកញ្ចប់គេហៅថាអាហារសម្រន់ហើយបន្តមកមានអីទៀតអាហារសម្រន់មានដូចជាដំឡូងបំពងណាដំឡូងបំពងក៏យើងហៅថាអាហារសម្រន់ចេកចៀនណាចេកចៀនក៏យើងហៅថាអាហារសម្រន់ទាំងអស់ហ្នឹងវាមានច្រើនទៅទៀតតែលោកសឿរៀបរាប់ប៉ុណ្ណឹងដើម្បីជាឧទាហរណ៍ដើម្បីឲ្យបងប្អូនបានយល់ទៅដល់អាហារសម្រន់មានអីខ្លះចឹងឆានបកថាអាហារចម្បងហ្នឹងវាមានអីខ្លះអញ្ចឹងយើងចូលទៅពាក្យបន្តទៀត
身体身体好身体บอก它ร่างกาย就是身体健康健康好健康บอก它สุขภาพนะสุขภาพ就是健康OK បងប្អូនមើលរឿងហ្នឹងគេ OK 等一下等一下等一下យើងบอกថាម៉េច等一下บอกថាចាំបន្តិចចាំបន្តិចឬក៏ចាំមួយផ្លែតណា就是等一下一点点一点点好一点点យើងบอกថាបន្តិចបន្តួចណាបន្តិចបន្តួច就是一点点职能好职能យើងบอกថាអាច就是职能អញ្ចឹង老师អត់បញ្យល់ច្រើនទេយើងចូលទៅពាក្យមេរៀនម្ដងណាយើងរៀនពាក្យចប់ហើយអញ្ចឹងយើងចូលទៅមេរៀនយើងម្ដងតើមេរៀនយើងនិយាយអំពីអីតែយើងអាចរៀនពាក្យហើយអីណាអញ្ចឹងចូលទៅជាមួយ老师ទាំងអស់គ្នាទៅ去吧汉语绘画汉语绘画好汉语绘画យើងบอกថាម៉េច汉语绘画យើងบอกថាការសន្ទនាភាសាចិនការសន្ទនាភាសាចិន就是汉语绘画汉语绘画ចឹងយើងមកមើលសន្ទនារបស់យើង对呀汽水好喝对呀汽水好喝对呀បាទត្រូវហើយ汽水好喝មានន័យថាទឹកក្រូចឆ្ងាញ់ណាស់ណាផឹកឆ្ងាញ់ណាស់对呀对呀汽水好喝ត្រូវហើយទឹកក្រូចផឹកទៅគឺឆ្ងាញ់ណាទឹកក្រូចផឹកទៅគឺឆ្ងាញ់可是你知道吗糖果和汽水对牙齿不好可是你知道吗糖果和汽水对牙齿不好可是យើងบอกថាប៉ុន្តែ知道ដឹងម៉ាบอกថាទេឬក៏ដែរឬទេយើងบอกនៅប្រើសម្រាប់ប្រយោគសំណួរ糖果บอกថាស្ករគ្រាប់ហើយនឹង汽水汽水យើងบอกថាទឹកក្រូច对ត្រូវតែនៅកន្លែងនេះជួយអត់บอกថាត្រូវទេជួយบอกថាចំពោះ牙齿យើងบอกថាធ្មេញ不好មានន័យថាមិនល្អ可是你知道吗糖果和汽水对牙齿不好ប៉ុន្តែអ្នកដឹងទេស្ករគ្រាប់និងទឹកក្រូចគឺមិនល្អសម្រាប់ធ្មេញរបស់អ្នកទេ我知道可是我从小就喜欢吃零食我知道可是我从小就喜欢吃零食好choយើងបកថា知道បកថាដឹងเนาะ知道បកថាដឹង可是បកថាប៉ុន្តែ从小បកថាកាលពីទូច就គឺ喜欢បកថាចូលចិត្ត吃បកថាញ៉ាំ零食យើងបកថាអាហារសម្រន់នេះបងប្អូនឃើញទេនេះអាហារសម្រន់ណាដាក់ស្ដាប់ក្នុងហុកនេះទាំងអស់ហ្នឹងហើយគេហៅថាលីនសឺណាលីនសឺវាមានច្រើនណារាប់ម៉ឺនរាប់សែនមុខបើយើងនិយាយពីលីនសឺហ្នឹងវាច្រើនមែនទែនសម័យឥឡូវវាសម្បូរបែបអញ្ចឹងនឹងហើយហៅថាលីនសឺ我知道可是我从小就喜欢吃零食ខ្ញុំដឹងប៉ុន្តែខ្ញុំកាលពីនៅតូចចូលចិត្តញ៉ាំអាហារសម្រន់那也不能吃太多你要多吃正餐
身体才会健康。那也不能吃太多，你要多吃正餐，身体才会健康。那ចឹងណានេះនៅដើមប្រយោគយើងអត់បកថានោះទេណាយើងបកថាអញ្ចឹង也ក៏不能បកថាមិនអាច吃太多ញ៉ាំច្រើនពេកដែរ要ត្រូវតួនឹងច្រើនឈឺញ៉ាំណាចឹងឆានបកថាអាហារចម្បងសិនធីបកថារាងកាយឬក៏ពួនប្រាណឆាយបកថាទៅពួយបកថាអាចជាងខាងបកថាសុខភាព那也不能吃太多你要多吃正餐身体才会健康អញ្ចឹងក៏មិនអាចញ៉ាំច្រើនពេកដែរអ្នកត្រូវញ៉ាំអាហារចម្បងឲ្យបានច្រើនរាងកាយទើបអាចមានសុខភាពល្អ明白吗好吧那我先吃正餐等一下可以吃一点零食吗好吧那我先吃正餐等一下可以吃一点点零食吗好吧好吧นี่บอกថាបានណាបាន就是好吧ណាบอกថាអញ្ចឹង先บอกថាមុនឈឺនឹងញ៉ាំចឹងឆានយើងបកថាអាហារចម្បង等一下ចាំមកផ្លែត可以បកថាអាចឬក៏បានឈឺនឹងបកថាញ៉ាំ一点点យើងបកថាបន្តិចបន្តួច零食បកថាអាហារសម្រន់ម៉ាបកថាទេឬក៏ដែរឬទេ好吧那我先吃正餐等一下可以吃一点点零食吗បានអញ្ចឹងខ្ញុំញ៉ាំអាហារចម្បងជាមុនសិនរងចាំបន្តិចអាចញ៉ាំអាហារសម្រន់បានបន្តិចបន្តួចដែរឬទេ可以但只能吃一点点哦可以但只能吃一点点哦可以บอกថាបានណាបាន就是可以但บอกថាប៉ុន្តែ只能บอกថាអាច吃ញ៉ាំ一点点บอกថាបន្តិចបន្តួច我នឹងអូ可以但只能吃一点点哦បានប៉ុន្តែអាចញ៉ាំបានបន្តិចបន្តួច今天我们的课程就先上到这里，谢谢同学们的观看，同学们再见 Thank you goodbye បាទបងប្អូនទាំងអស់គ្នាមេរៀនរបស់យើងទាក់ទងជាមួយនឹងអាហារសម្រន់ភាគទី2រៀនចប់ត្រឹមតែប៉ុណ្ណេះមុននឹងបញ្ចប់ទៅលោកសិស្សក៏បានដាក់នៅវីដេអូ3នៅលើអេក្រង់បើសិនជាបងប្អូនពេញចិត្តទៅលើវីដេអូមួយណាបងប្អូនចុច click ទៅលើវីដេអូមួយនោះដើម្បីរៀនបន្តមកទៀតសូមឲ្យបងប្អូនជួយចុច like share ជួយចុច subscribe ដាក់ទូបណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពីមេញអាន Official បាទសូមអរគុណសូមជម្រាបលាជួបគ្នានៅមេរៀនថ្មីៗក្រោយទៀតបាយបាយ